មានបានក្រៅទទួលទេវតាអត់នោះឆ្នាំហ្នឹងទេវតាចោះចោលម៉ោង4:48នាទីបន្លំឡើងតែម្ដងប៉ុន្តែទោះបីជាចោះព្រឹកប៉ុណ្ណាក៏ដោយក៏អត់មានបញ្ហាចំពោះផ្ទះខ្ញុំដែរពួកខ្ញុំរៀបតាំងពីក្បាលនឹងងាយចាហើយនេះគឺជាគ្រឿងរណ្ដាប់ទទួលទេវតានៅខាងផ្ទះខ្ញុំអូខេឥឡូវយើងមកមើលអំពីការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាម្ដងដោយសារតែទេវតាចោះមកបន្លំពេកយើងអាចដល់ពេលចោះមកយើងរៀបបានហើយរៀបបន្តនេះអញ្ចឹងត្រូវការរៀបតាំងពីល្ងាចទុកឲ្យហើយអញ្ចឹងដល់ពេលបន្លំឡើងម៉ោងទេវតាចោះយើងដាក់តមកងោខកដល់ឲ្យធុកយកមកលឿនអត់អញ្ចឹងការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាហ្នឹងគឺមានទៅតាមធនធាននៃគ្រួសារនីមួយៗអញ្ចឹងណារៀបធំក៏បានរៀបតូចក៏បានអត់បញ្ហាសំខាន់បញ្ជាក់អំពីចិត្តស្មោះទៅដល់ទេវតាឆ្នាំថ្មីប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគ្រឿងរណ្ដាប់ទទួលទេវតាហ្នឹងក៏គេមានតាមក្បួនខ្នាតមានតាមច្បាប់ទម្លាប់របស់គេដែរអញ្ចឹងបើសិនជាប្រជាពលរដ្ឋនៅតាមគេហដ្ឋានណាគ្រឿងរណ្ដាប់ទទួលទេវតាទី1តូចណាស់ក៏ត្រូវតែមានបាយសីមួយថ្នាក់ដែរមានបាយសីមានខណ្ឌ5ហើយមានដើមចេកហើយមានផ្កាភ្ញីអញ្ចឹងទៅខណ្ឌ5ហ្នឹងគឺមានន័យថាទៀន5ធូប5បរិយ5សា5មលូ5អីចឹងទៅហើយមួយទៀតគឺអាហារៈទៅតាមឆ្នាំនីមួយៗដូចឆ្នាំហ្នឹងអាហារៈគឺប្រេងល្ងបន្ទាប់មកគឺមលូស្លាបារីតាមបែបខ្មែរហើយជាមួយនឹងទឹកអប់ប្រេងម្សៅដើម្បីថ្វាយទេវតាឆ្នាំថ្មីហើយត្រូវរៀបចំផ្លែឈើ3មុខឬក៏5មុខទៅតាមធនធានហើយនៅមានភេសជ្ជៈនៅមានល្ងស្ដែកពោតអីអស់ហ្នឹងដើម្បីបញ្ជាក់អំពីភោគផលនៅក្នុងឆ្នាំថ្មីសូមឲ្យបានភោគផលច្រើនកុំភ្លេចថ្វាយដូងមកគូផងមកមានអាលឹកដាក់អាលឹកថែមក៏ល្អដែរជាចុងក្រោយគឺទៀនធូបហ្នឹងហើយបងប្អូនចំពោះបាយសីបើសិនជាមានធនធានឬក៏ចេះកាច់អីអាចកាច់អាស្រោះបានប៉ុន្តែបើសិនជាអត់ទេយើងអាចទិញពីផ្សារមកក៏បានដែររៀបចំហើយហ្នឹងក៏ដាក់តាំងនៅក្នុងផ្ទះហ្នឹងចឹងទៅរហូតដល់ម៉ោង4ហ្នឹងក៏យើងងើបឡើងដើម្បីរៀបចំបន្តទៀតម៉ោង4អត់មានអីច្រើនទេគឺគ្រាន់តែយកផ្កាម្លិះទៅដោតកន្លែងដើមចេកហើយដាក់តាមថូបផ្កាអីចឹងណាព្រោះថាផ្កាម្លិះបើដាក់តាំងពីល្ងាចគឺសពោតអស់ហើយខូចអស់ហើយចឹងអត់កើតទេដល់តែព្រឹកឡើងខ្ញុំដាក់អញ្ចឹងទាំងអស់នេះហើយគឺជាគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីរបស់ខាងផ្ទះខ្ញុំគឺថាទៅតាមធនធានដែលខ្ញុំមានចឹងណាក៏អត់មានអ្វីច្រើនដែរប៉ុន្តែតាមទំនៀមទម្លាប់អ្វីដែលខ្ញុំនិយាយខាងមុខហ្នឹងគឺត្រូវតែមានហើយនិយាយវិថាប៉ោះតតកមួយឆ្នាំគឺបើកម្ដងគឺបើកនៅពេលទទួលទេវតាហ្នឹងឯងខ្ញុំទៅសើម៉ាក់ខ្ញុំនិយាយមែនមិនដឹងថាយប់មិញក៏បានគេងអត់ទេនេះងើពីប្រឡំហើយនៅឈៀកតបតែងខ្លួនសពុតបតអីណាពណ៌លឿងតាមថ្ងៃបើគាត់ឡើងអែមដែរហ្នឹងសំសួនខ្លាំងមែនតែម្ដាយខ្ញុំគូមិនចេះផងដែរថាចំពោះទេវតាឆ្នាំថ្មីឆ្នាំនេះមានព្រះនាមថាព្រះនាងកោរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មត្រីសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមជួយថែរក្សាពុកម៉ែបងប្អូនឲ្យមានសេចក្តីសុខអាយុវែងទៅទីណាកន្លែងណាផ្លូវចិត្តផ្លូវឆ្ងាយផ្លូវទឹកផ្លូវគោកផ្លូវអាកាសក៏សូមឲ្យជួបតែសេចក្តីសុខមានសុវត្ថិភាពនិងជោគជ័យរាល់ភារកិច្ចរាល់បំណងបងប្រាថ្នាទាំងអស់នៅក្នុងឆ្នាំ2025នេះហើយបើចង់រកផ្លូវដែលមានតែសេចក្តីសុខ make sure ថា safe សុវត្ថិភាពនឹងគឺផ្លូវចូលបេះដូងខ្ញុំឆ្នាំនេះរៀងលេបខាយពាក្យសម្ដីតិចកាយគីឡូថាបានអីគេឯងដែរហ្នឹងណាក្រោយអំពីទទួលទេវតាចោលហើយអត់បានចូលមកគេងវិញទេគឺនៅមានការងារផ្ទះទៅធ្វើបន្តទៀតពីព្រោះថាទៅរៀបចំចង្ហាន់អីទៅវត្តអីចឹងណាធ្វើមុនធ្វើទៀនដែរហើយបងប្អូនខ្ញុំវិញឆ្នាំហ្នឹងទោះបីជាអត់បាននៅចិត្តគ្នាប៉ុន្តែនៅតែទទួលទេវតាជាមួយគ្នាបានហើយចៅម៉ាក់នេះយកស្លាដកមកជូនប៉ាម៉ាក់ខ្ញុំនឹងឯខែមុនសតទៅបានបងកសលច្រើនណាស់កូនហើយកូនសុខចម្រើន